ស្វាគមន៍ខែថ្មីនេះមានតែពងទាហើយនឹងត្រីខទេជាមិត្តយល់ចិត្តព្រោះដោយសារមហូបអវ៉ាន់ផ្សេងហ្នឹងគឺឡើងថ្លៃអស់ហើយនៅត្រីខហើយជាមួយនឹងពងទាហ្នឹងចិត្តផ្ទះខ្ញុំគេអត់តឡើងថ្លៃទេចឹងអត់ដឹងធ្វើអីក៏យកត្រីខហ្នឹងយកមកចំហុយជាមួយនឹងពងទាប្រៃទាំងអស់គ្នាអូយរសជាតិឆ្ងាញ់មែនតើអញ្ចឹងសម្រាប់វិធីធ្វើគឺយកសាច់ជ្រូកចិញ្ច្រាំនេះគឺខ្ញុំប្រើ2ខាំសាច់ជ្រូក3ជាន់ណាហើយបន្ទាប់មកយកត្រីខហ្នឹងគឺយកទៅឆុំវាឲ្យម៉ត់ចូលគ្នាហើយជាមួយនឹងពងទាចំនួន3គ្រាប់ពងទាសាបរបស់យើងណាហើយសម្រាប់ពងទាប្រៃគឺយើងប្រើក្រោយគេហើយសម្រាប់ពងទាប្រៃគឺយើងយកទឹកខាងក្នុងពងទាប្រៃហ្នឹងប្រើប្រហែលជា50%នៅពេលដែលយើងត្រូវចាក់ចូលក្រហមគឺយើងយកមកបន្ទាប់ពីលើទេហើយចាំខ្ទឹមសខ្ទឹមក្រហមចូលហើយគ្រឿងផ្សំអ្នកទាំងអស់គ្នាអាចមើលនៅក្នុងនេះបានហើយមួយទៀតសម្រាប់មុខម្ហូបនេះទៅលើគ្រឿងផ្សំអ្នកទាំងអស់គ្នាអាចមើលជាក់ស្ដែងទៅលើពងទាប្រៃរបស់យើងណាមិញដែលខ្ញុំចាក់ហ្នឹងគឺទឹកពងទាប្រៃអញ្ចឹងគ្រឿងផ្សំយើងដាក់តិចច្រើនថែមថយអីជាក់ស្ដែងតាមពងទាប្រៃរបស់យើងតើវាប្រៃខ្លាំងអត់អញ្ចឹងបើសិនជាវាប្រៃខ្លាំងអ្នកទាំងអស់គ្នាថយទៅតាមនឹងមកហើយបន្តមកទៀតពងក្រហមពងទាប្រៃនេះគឺខ្ញុំយកមកបន្ទាប់ពីលើហើយត្រីខហ្នឹងអាសាច់ដុំហ្នឹងខ្ញុំប្រើ3ដុំដើម្បីយើងបន្ទាប់ពីលើឲ្យវាស្អាតអញ្ចឹងណាហើយយើងថែមម្រេចជាមួយនឹងស្បែកជ្រូកដែលយើងយកទៅច្រាំហ្នឹងយកស្បែកជ្រូកយកមកដាក់បន្ទាប់ពីលើដែរហើយបន្តមកនេះគឺជាពងទាដែលផ្នែកក្រហមទេដើម្បីយើងយកមកលាបនៅពេលដែលវាឆ្អិនបាន50%ហើយយើងលាបទៅហើយចុចនេះដើម្បីដឹងថាវាឆ្អិនឬក៏មិនឆ្អិនបើសិនជាយើងចុចទៅនៅចេញទឹកទេអាហ្នឹងមានន័យថាពងទាហ្នឹងគឺអត់ទាន់ឆ្អិនល្អទេអញ្ចឹងយើងចុចរហូតដល់វាស្ងួតវាឡើងចេញទឹកអាហ្នឹងគឺឆ្អិនហើយយើងលាបពងក្រហមហ្នឹងម្ដងក៏បានដែរកាន់តែលាបកាន់តែក្រហមស្អាតនិយាយទៅគឺឆ្ងាញ់មែនតើផ្ទាប់ជាមួយនឹងលក់មានតសក់មានអីមកទាំងអស់គ្នាឆ្ងាញ់ណាស់